My English is improving day by day ចឹងថ្ងៃនេះបងប្អូននឹងរៀន clear ចំនួន3ដែលទី1គឺ day by day មួយទៀត day after day មួយទៀត from day to day អូខេចឹងពីអាហ្នឹងមើលទៅដូចស្តៀងគ្នាចឹងអាចថាស្តៀងគ្នាវាមិនដូចគ្នាទេអូខេប៉ុន្តែខ្ញុំព្យាយាមធ្វើឲ្យបងប្អូនអាចញែកដាច់ពីភាពខុសគ្នាណាMy English is improving day by day ភាសាអង់គ្លេសរបស់ខ្ញុំកំពុងតែមានការរីកចម្រើនមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចអញ្ចឹង day by day មានន័យថាមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចយើងនិយាយ little by little step by step វាពីមួយថ្ងៃទៅមួយថ្ងៃដែរប៉ុន្តែវាជាជំហាននៃការផ្លាស់ប្ដូរនៃការប្រែប្រួលពីសភាពដែលមិនចេះវាទៅជារៀងគ្រាន់បើបន្តិចម្ដងបន្តិចម្ដងអញ្ចឹងណាបងប្អូនអាហ្នឹងគឺ day by day she is recovering day by day នាងកំពុងតែងើបពីជំងឺរៀងគ្រាន់បើបន្តិចម្ដងបន្តិចម្ដងណាមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចអញ្ចឹងមិនមែនជាផលតែម្ដងទេគឺមួយថ្ងៃនេះគ្រាន់បើស្អែកឡើងគ្រាន់បើទៀត My pronunciation is getting better day by day ការបញ្ចេញសម្លេងរបស់ខ្ញុំកាន់តែប្រសើរឡើងមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចឬក៏យើងថាមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចការបញ្ចេញសម្លេងរបស់ខ្ញុំកាន់តែប្រសើរឡើងអូខេអញ្ចឹងចប់អាហ្នឹងហើយអញ្ចឹងបងប្អូនចំណាំ day by day ខ្លះគេបកថាពីមួយថ្ងៃទៅមួយថ្ងៃគម្លាតពេលរបស់វាអាចពីមួយថ្ងៃទៅមួយថ្ងៃនឹងមែនប៉ុន្តែគេចង់ផ្ដោតសំខាន់ទៅលើរឿងអីមួយដែលប្រសើរមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចអញ្ចឹងណា He goes to the gym day after day គាត់ទៅកន្លែងហាត់ប្រាណមួយថ្ងៃហើយមួយថ្ងៃទៀតអញ្ចឹង day after day មួយថ្ងៃហើយមួយថ្ងៃទៀតគឺសំដៅទៅលើសកម្មភាពដដែលបងប្អូនឃើញទេទៅអា gym នឹងដដែលពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺសំដៅទៅលើសកម្មភាពធ្វើដដែលដែរ He told the same story day after day គាត់បាននិទានរឿងដដែលមួយថ្ងៃហើយមួយថ្ងៃទៀតអូខេអញ្ចឹង day after day មានន័យមួយថ្ងៃហើយមួយថ្ងៃទៀត I think my mood changes from day to day ខ្ញុំគិតថាអារម្មណ៍របស់ខ្ញុំប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងកាលណាយើងនិយាយ from day to day គឺនិយាយពីស្អីមួយដែលប្រែប្រួលណាអាចប្រែប្រួលខុសពីសភាពដើមឬក៏អាចប្រែប្រួលទៅរកសភាពដើមអីវិញ Don't waste your time from day to day កុំខ្ជះខ្ជាយពេលវេលារបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ